រៀបចំបាច់ការក៏រមិជាមួយនឹងផ្កាកន្លះ4តងជាមួយខ្ញុំទាំងអស់គ្នានិយាយទៅពេលកូនគេងហើយក៏ឆ្លៀតចេញមកហាងមកធ្វើផ្កាមកបាច់ពីបាច់ទឹកលក់ចឹងមកចិត្តបាន10យប់ទៅចាអញ្ចឹងខ្ញុំក៏មកដល់ហាងសូត្រមករៀបចំអញ្ចឹងណាសូត្របានទៅវិញហើយកន្លះហ្នឹងគឺខ្ញុំប្រើចំនួន4តងខ្ញុំលេង concept បែបខ្ញុំផ្ទៃមេกับស្តាំង2គ្រាប់ជាមួយនឹងតវ៉ៃភ័យ2គ្រាប់ហើយជាមួយនឹងតកតាគូរមីសូមបញ្ជាក់ម៉ាមីដែលចង់ទិញឲ្យ baby ថាគូរមីហ្នឹងឡើយខ្ញុំនៅសល់តែមួយក្នុង stock ទេអត់បានចូល stock ទេដល់ខែក្រោយអញ្ចឹងអ្វីដែលខ្ញុំមានហ្នឹងគឺមានជាជើង stand អីហើយជាមួយនឹងស្នោទឹកនេះទៅអ្នកមើលវីដេអូមុនដឹងហើយថាហ្នឹងត្រូវធ្វើមិនអញ្ចឹងហើយជាกระดาษស្បែកទន់អញ្ចឹងដើម្បីបំពេញនៅចំណុចកន្លែងណាដែលខ្វះខាតអញ្ចឹងណាហើយយើងដាក់ហ្នឹងទៅវាស្អាតខ្លាំងផងខ្ញុំមានអាហ្នឹងទាំងអស់4000ក្នុង stock តែខ្ញុំរើសយកពណ៌តបាច់ភ័យទៅដែរដោយសារតែខ្ញុំគិតថាដាក់ជាមួយនឹងតុក្កតាគូរមីទៅគឺស៊ីគ្នាដំបូងខ្ញុំគិតថាខ្ញុំប្រើតែ2ឬក៏3សន្លឹកទេតែជាក់ស្ដែងគឺខ្ញុំប្រើរហូតដល់4ពួកឯងខ្ញុំចង់ដាក់វាឲ្យស្អាតឲ្យពេញទាំងមុខទាំងក្រោយអញ្ចឹងណាបងប្អូនតែមិនមែន4សន្លឹកធំៗទេណាមួយសន្លឹកតែខ្ញុំកាត់ជា4មានអារម្មណ៍ថាស្ទើរអីម្យ៉ាងខ្ញុំក៏ទៅដាក់រកអីដើម្បីយកមកដាក់ដើម្បីឲ្យវាហត់តែល្អអញ្ចឹងឲ្យតែស្អាតអញ្ចឹងខ្ញុំរកឃើញឲ្យស៊ីពណ៌ទឹកសមុទ្រនេះចំពោះ cover shop ខាងក្រៅហ្នឹងគឺខ្ញុំរើសយកពណ៌តបៃភ័យដែរប៉ុន្តែខ្ញុំគិតថាបើមានផ្កាពណ៌ផ្ទៃមេឃអញ្ចឹងយើងគួរតែមានកដាស់ highlight ណាដែលអាចមានពណ៌ផ្ទៃមេឃឬក៏បាយកាប់ស្តាំងបន្តិចទៅដើម្បីដាក់ឲ្យស៊ីគ្នាអញ្ចឹងជាដំបូងគឺខ្ញុំត្រូវហុំជ័រអសហ្នឹងឲ្យស្អាតអញ្ចឹងហុំក៏បានអត់ក៏បានដែរអីតែខ្ញុំចង់ហុំហើយកដាស់គឺខ្ញុំកាត់ជា2ទៅដែរដូចនៅក្នុងវីដេអូមុនបងប្អូនអាចទៅមើលវីដេអូមុនបានណាក៏លោថាតាមអត់តាន់អញ្ចឹងខ្ញុំចាប់មានម៉ូតឆ្វេងមានម៉ូតស្ដាំហើយយើងបណ្ដេញពីលើដល់ក្រោមមកបងប្អូនទាំងអស់គ្នាយើងបណ្ដេញដងតិចអញ្ចឹងនៅក្នុងហ្នឹងខ្ញុំប្រើกระดาษ highlight กระดาษ highlight ពណ៌ផ្ទៃមេឃ highlight មកចេញទៅពណ៌កាជុកអត់អីវាស៊ីមួយ concept ទៅអស់ហេហើយអញ្ចឹងខ្ញុំធ្វើការហុំនិយាយទៅតែបន្លែស្អាតហ្មងហើយយើងបិទបាំងពីមុខចំណុចណាខ្វះខាតឬមួយក៏ចំណុចណាត្រូវបំពេញបន្ថែមយើងបំពេញបន្ថែមទៅពេលខ្លះបើសិនជាវាអាចបន្ថែមសម្រស់ឲ្យស្អាតក៏យើងថែមចុះហើយនៅពេលដែលយើងរៀបចំរៀបរយហើយយើងត្រូវមើលថាមានខ្វះអីអត់អញ្ចឹងខ្ញុំក៏ pick នៅបូពណ៌ផ្ទៃមេឃហើយខ្ញុំចងពីមុខមកក្រោយមកដើម្បីវាស្អាតក៏មិនភ្លេចនឹងដាក់ជាមួយនឹង thank you card thank you tag ហើយខ្ញុំក៏ត្រូវប្រើដងដោតជាមួយនឹងกระดาษgraduate ណាព្រោះអីធម្មតាក៏តាទស្សញ្ញាបត្រយើងអាចទិញក្នុងឱកាស graduate បានជាទូទៅដល់ពេលភ្ញៀវកំងគឺខ្ញុំតែងដាក់មកខ្ចប់មកតង់ទៀតបើភ្ញៀវតាមខណ្ឌខ្ញុំដាក់កែតែបើសិនជាភ្ញៀវនៅក្នុងក្រុងភ្នំពេញទេខ្ញុំដាក់ជាថង់กระดาษឬមួយក៏ថង់ plastic ឬមួយក៏ថង់មួយប្រភេទទៀតដែលមានដៃយួរថង់ plastic ដែរប៉ុន្តែសេទៅលើតម្លៃនេះបាត់ជាងកុំឲ្យបងដឹកជូនគាត់ទៅសេយកបិចទៅសេនៅលើกระดาษខ្ចប់ហ្នឹងខ្ញុំទៅសេនៅលើกระดาษមួយទៀតដែលមានលេខទូរស័ព្ទភ្ញៀវមានអីនៅលើហ្នឹងមកចំអញ្ចឹងណាតែបើសិនជានៅក្នុងលក្ខខណ្ឌដឹកទៅឲ្យម្ចាស់បាច់គេហ្មងគឺខ្ញុំអត់ចាំបាច់ទៅសេបើសិនជាម៉ាមីឬមួយក៏អតិថិជនត្រូវការទិញអវ៉ាន់បោះដុំលក់រាយអាចទិញពីខ្ញុំបានណាអាចក៏មកបានអីក៏ខ្ញុំមានដែរគ្រាន់តែច្អល់ម៉ូតមកគឺខ្ញុំរៀបចំមួយសេតហ្នឹងឲ្យហ្មងហើយចំពោះការរៀនចង់រៀនក៏បានដែរ$199មានកញ្ចប់199 299រៀនតម្លៃណាក៏បានដែរហើយបើសិនជាចង់យកទៅបើខាងខ្លួនឯងដូចមានទីតាំងហើយមិនថានៅពេញឬក៏នៅខេត្តទេគឺខ្ញុំទទួលចាប់ពីកញ្ចប់3000ទៅខ្ញុំព្រៀនមកចប់ហើយខ្ញុំរៀបចំបាច់ការដាក់នៅក្នុងហាងមកស្អាតឲ្យហ្មងណាអញ្ចឹងចាំលក់សិនហើយចាំយើងសរវេមើលថានៅក្នុងតំបន់បងប្អូនហ្នឹងលក់បាច់អីច្រើនជាងគេលក់ដាច់អញ្ចឹងយើងធ្វើតែម៉ូតហ្នឹងសម្រុកម៉ូតឲ្យច្រើនទៅហើយខ្ញុំមាន technique ផ្សេងទៀតបង្កើត page បង្កើត TikTok បង្កើតអីឲ្យអញ្ចឹងណានិយាយទៅធ្វើ marketing ឲ្យទៀត